ស្តីបងប្អូនថ្ងៃនេះនៅទី8ខែ2 2021យើងបានមកដល់ប្រាសាទបឹងមាលានៅម៉ោង11ថ្ងៃត្រង់នៅតែមានភ្ញៀវទេសចរមកច្រើនកកដែរយើងមករដូវកាលបៃតងចេះអាចបងប្អូនពណ៌បៃតងហើយត្រជាក់អត់ក្តៅទេគាត់ថាយើងស្គួរឆាត់ត្រូវស្គួរឆាត់ហើយយើងមកពេលផឹកវារៀងសុវត្ថិភាពអត់សូវខ្លាចភ្លៀងដូចពេលល្ងាចនៅកន្លែងខាងនេះរៀងនៅបានចម្លាក់ស្រស់ស្អាតខ្ញុំចាប់អារម្មណ៍ណាស់អប្សរានឹងជានេះដូចជាគេហៅអីនេះហើយមើលដូចក្បូរក្បាច់នៅស្អាតល្អអត់តន់បាក់ស្រុតខាងនេះស្ពោនិយាយទៅភាគច្រើនប្រាសាទហ្នឹងគឺរូបរាងវានេះអស់ហើយចឹងបានអាជ្ញាធរគាត់បានធ្វើផ្លូវដើរឈើទៅឲ្យយើងដើរទស្សនាបានស្រួលហើយវាទៅជាចម្លែកអារម្មណ៍ល្អមួយយ៉ាងប្លែកពីប្រាសាទផ្សេងទៀតនេះយើងចដើរនេះឡើងមកយ៉ាងលើនេះជ្រៅដែរពេលយើងមើលទៅគ្រប់មើលទៅមានអារម្មណ៍ថាអូយដូចនៅ Temple Run ឬក៏អីប្លែកហ្មងប្លង់កន្លែងនេះខ្ញុំឃើញគេថា trending អូយមើលកូនស្រីសំណប់ចិត្តស្ងាត់ធំមកផឹកមិញខំងើបតាំងម៉ោង5ហើយចង់ដើរលេងមកតាមផ្លូវឲ្យហ៊ានដេកទៀតចុងក្រោយដេកបានកន្លះម៉ោងដល់ម៉ោងដល់កន្លែងដើរបាត់លយថងឲ្យសើចឲ្យញឹមពេលថតចឹងហ្មងកាំងអើយកាំងអើយពេលដើរតាមស្ពានមិញអត់ថតទេតា3ដែរទៅកូនស្មាអត់តបានធ្វើវីដេអូចេះដល់សៀមរាបបាត់ហើយនឹងអើយដល់សៀមរាបបាត់ហើយនឹងអើយ